អ្នកមានក្បាលពោះធំហើយចង់សម្រាប់ខ្លាញ់ក្បាលពោះគឺខ្ញុំមាន5ក្បាច់សម្រាប់ទុកឲ្យហាត់អញ្ចឹងក្បាច់ទី1ក្បាច់ទី1គឺយើងកោងខ្នងដូចនៅក្នុងវីដេអូនេះអញ្ចឹងការលេងគឺយើងអុកវាម្ដងមកចំហៀងហើយយើងរាប់វាឲ្យបាន30យើងលេងវាឲ្យបាន4ដងអញ្ចឹងចូលក្បាច់ទី2ក្បាច់ទី2គឺយើងអុកដូចគ្នាតែយើងអុកខ្វែងការអុកខ្វែងនេះគឺយើងប្រឹងក្បាលពោះកោងខ្នងហើយយើងអុកវារាប់ឲ្យបាន30យើងលេងវាឲ្យបាន4ដងដូចគ្នាអញ្ចឹងចូលក្បាច់ទី3ក្បាច់ទី3គឺយើងកង់ជើងនិងបោះជើងទៅក្រោយហើយយើងរាប់វាឲ្យបាន20យើងលេងវាឲ្យបាន4ដងហើយក្បាច់ហ្នឹងគឺយើងផ្ដោតទៅលើការទាញពីក្បាលពោះមកវិញអញ្ចឹងចូលក្បាច់ទី4គឺយើងទប់ខ្លួនដូចនៅក្នុងវីដេអូនេះអញ្ចឹងតែយើងលាជើងបោះម្ដងមកចំហៀងហើយអុកវាហើយយើងលេងវាលេងនឹងសងខាងមួយខាងយើងរាប់វាឲ្យបាន20មួយខាងយើងរាប់វាឲ្យបាន20យើងលេងវាឲ្យបាន4ដងដូចគ្នាអញ្ចឹងចូលក្បាច់ចុងក្រោយអញ្ចឹងក្បាច់ចុងក្រោយគឺយើងលេងផ្លែងយើងទប់ក្បាលពោះយើងឲ្យជាប់ហើយយើងរាប់វាឲ្យបាន30លេងវាបាន4ដង